ការប្រកួតពីរង្វាន់អឺរ៉ុប Europa League បានត្រឡប់មកវិញទៀតហើយបងប្អូនយប់នេះ admin មាន3គូមកវិភាគជូនបងប្អូនតើក្រុមខ្លាំងមកពីលីកបារាំងលីឡាអាចវាយបកក្នុងកីឡាដ្ឋានដ៏គួរឲ្យខ្លាចរបស់ក្រាបណាសេវិនដាបានទេចំណែកសេតាវីកូអាចទប់ជាមួយនឹងផាអបបានឬអត់គណៈដែលបូឡូញ៉ាជាក្រុមខ្លាំងប៉ះជាមួយនឹងក្រុមប្រានមកពីលីកកម្ពុជារបស់ណូវេសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយខ្ញុំ MC កុសលធីបសម្រាប់ការប្រកួតគូទី1គឺក្រុមអាចារ្យផ្ទះក្រាបណាសេវិនដានឹងទទួលក្រុមលីឡាមកពីលីកបារាំងបងប្អូនត្រូវដឹងថាកីឡាដ្ឋាន Rako Matic ជាទឹកដីរបស់ក្រាបណាសេវិនដាត្រូវបានគេដាក់រហស្សនាមថាជាកីឡាដ្ឋានមរណៈព្រោះអ្នកគ្រប់គ្រងនៅទីនោះសិតតែកាច់ខ្លាំងណាស់បងប្អូនដែលតែងតែធ្វើឲ្យក្រុមភ្ញៀវអាចនឹងបាក់ស្បាតតែម្ដងប៉ុន្តែក្រុមលីលក៏មិនមែនជាក្រុមធម្មតាដែរក្លឹបមកពីលីកបារាំងនេះនឹងមានបច្ចេកទេសលេងបាល់ខ្លីឡើងល្អនិងមានតំបន់ប្រយុទ្ធដ៏មុតស្រួចគូនេះក្រាបណាសេវិនដានឹងប្រើកម្លាំងអ្នកគ្រប់គ្រងដើម្បីបំបាក់ចង្វាក់លេងរបស់ក្រុមលីឡាតែម្ដងនិងជាការប្រកួតដ៏តានតឹងបំផុតសម្រាប់រាត្រីនេះសម្រាប់ admin គូទី1នេះទាយថាបើក្រុមម្ចាស់ផ្ទះក្រាបណាសេវិនដានឹងទប់ជាមួយនឹងលីឡាបានដោយស្រួលដោយលទ្ធផល1-1ចូលមកដល់គូទី2វិញបាទក្រុមសេតាវីកូដែលមកពីលីកអេស្ប៉ាញប៉ះជាមួយក្រុមផាអបមកពីលីករិចលេងក្នុងទឹកដីរបស់សេតាវីកូអាចនឹងមានប្រៀបជាងដោយសារទម្រង់លេងបែបឡាលីហ្គាតែម្ដងគឺក្រុងបាល់នឹងការបញ្ជូតបាល់លឿនប៉ុន្តែក្រុមផាអបដែលជាក្រុមដែលលេងទម្រង់បែបកាចក៏ពួកគេមិនខ្លាចក្នុងការប្រកួតនេះទេបើក្រុមសេតាវីកូមិនអាចបញ្ចប់ទីបាល់លឿនទេបាទក្រុមផាអបអាចនឹងវាយបត់ទម្លុះតំបន់ការពារសេតាវីកូតែម្ដងសេតាវីកូត្រូវតែប្រយ័ត្នខ្លាំងតែម្ដងយប់នេះសម្រាប់គូទី2 admin ជឿជាក់លើក្រុមអាចារ្យផ្ទះសេតាវីកូឈ្នះផាអប2-1ងាកមកមើលការប្រកួតគូទី3ចុងក្រោយវិញបាទក្រុមបូឡូញ៉ាដែលមកពីលីកអ៊ីតាលីប៉ះជាមួយនឹងក្រុមប្រានមកពីលីកកម្ពុជារបស់ណូវេបូឡូញ៉ាបាទធ្វើបានល្អហើយពួកគេលេងបែប style Serie A តែម្ដងគឺតាក់ទិកនិងប្រព័ន្ធការពារដ៏រឹងមាំចំណែកក្រុមប្រានជាក្រុមដែលលេងប្រើកម្លាំងដោយសារពួកគេមកពីតំបន់ដែលត្រជាក់យ៉ាងណាមិញបើគុណភាពកីឡាករនិងការលេងក្នុងទឹកដីរបស់ខ្លួនឯងបាទធ្វើឲ្យបូឡូញ៉ាមានភាពរយខ្ពស់មែនទែននៅក្នុងការឈ្នះយប់នេះតែម្ដងសម្រាប់គូទី3ចុងក្រោយមានគេថាបូឡូញ៉ានឹងស៊ីផុយតែម្ដងទៅលើបាក់ក្រុមប្រានដល់លទ្ធផល2-0បងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគ3គូរបស់ admin អាច comment នៅក្នុងវីដេអូនេះបានជួយចុច like subscribe និង follow admin ម្នាក់មួយផងដើម្បីទទួលបានតម្រុយបាល់ពិសេសជួបគ្នានៅវីដេអូក្រោយ